បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបង្រៀនថ្មីមួយនេះនៅក្នុងវីដេអូនេះលោកគ្រូលើកយកអត្ថបទអំណានភាសាខ្មែរថ្នាក់ទី6ទៀតត្រង់ទំព័រទី91នេះខ្ញុំមកអានចែកជូនបងប្អូនទាំងអស់គ្នាដើម្បីចេះពាក្យពិបាកក៏ដូចជាពាក្យដែលបងប្អូនអត់ទាន់ចេះអានហើយមួយវិញទៀតលោកគ្រូក៏ធ្វើលំហាត់ឲ្យបងប្អូនទាំងអស់គ្នាដើម្បីបងប្អូនអាចកំណែជាមួយចម្លើយទៅបានគិតឬក៏បានធ្វើណាតែអញ្ចឹងកុំឲ្យខាតពេលច្រើនយើងចូលទៅដល់អត្ថបទអំណានរបស់យើងតែម្ដងជាងអំណានរបាំកងោកណារបាំកងោកអញ្ចឹងត្រង់រូបភាពនេះលោកគ្រូសូមអត់សួរអត់បញ្យល់អីទេចូលទៅដល់អត្ថបទអំណានតែម្ដងបាទតោះចាប់ផ្ដើមរបាំកងោកជារបាំមួយប្រភេទដែលប្រជាជននៅខេត្តប៉ៃលិននិយមលេងអ្នកសម្ដែងរបាំនេះមាន2នាក់ម្នាក់ដើរតួកងោកប្រកបដោយសម្លៀកបំពាក់និងពាក់ស្លាបដូចសត្វកងោកហើយម្នាក់ទៀតដើរតួព្រានព្រៃដែលនៅដៃមានស្នានិងបំពង់ព្រួញភួរពីក្រោយខ្នងកាលណាក្រុមរបាំស្លៀកពាក់តែងតួរួចគេមកជួបជុំគ្នានៅត្រង់កន្លែងដែលបានរៀបចំទុកដើម្បីសម្ដែងរបាំនេះអ្នកលេងត្រូវធ្វើតាមការណែនាំខាងក្រោមដំបូងអ្នកវេស្គរចាប់បន្លឺមុនគេរួចវងភ្លេងទាំងមូលចាប់ប្រគំឡើងព្រមគ្នាបន្ទាប់មកអ្នកដើរតួកងោកអង្គុយលុតជង្គង់នៅលើតុមួយខ្ពស់ដៃទាំងពីរប្រណម្យទំនងជាកំពុងភាវនាធម៌បន្ទាប់មកទៀតកងោកលោតចុះមកដីកាងដៃត្រដាងស្លាបហើយបត់រលាស់មានសន្តានដូចជាកងោកហើរជើងទាំងពីរលោតបន្ថើជាចង្វាក់រាំឆ្វែលជុំវិញទីកន្លែងយូរម្ដងធ្វើជាលោតផ្អើលក៏ផ្អៀងផ្អងឆ្វេងស្ដាំដៃរលាស់បងបោយរេចុះរេឡើងតម្រូវតាមចង្វាក់ភ្លេងបន្ទាប់ពីនោះព្រានដើរលោតជាចង្វាក់រាំតាមភ្លេងភ្នែកគុនរំពៃឆ្វេងស្ដាំហើយធ្វើកាយវិការជាភ្ញាក់ទុចងក់ព្រោះឃើញកងោកនៅពីមុខបន្ទាប់ពីនោះមកទៀតព្រានទាញស្នាមកដាក់លើស្មាផ្អៀងកមកខាងហើយហូតយកព្រួញមួយមកផ្គងសម្រួលលើចង្អូស្នាបំបែកចុងតម្រង់ទៅរកកងោកព្រានធ្វើជាដំឡោះកៃឲ្យព្រួញធ្លាក់ទៅដីតែមិនត្រូវកងោកទេព្រានស្ទុះស្ទាដោយក្តៅចិត្តព្រោះបាញ់មិនត្រូវកងោករីឯកងោកនៅតែរៃរាំធ្វើប្រងើយទីបញ្ចប់ព្រានឃើញកងោកភ្លេចខ្លួនក៏លុះបាញ់កងោកតែព្រួញជ្រុះទៅដីដូចមុនទៀតព្រានបញ្ចេញកាយវិការអស់សង្ឃឹមសារជាថ្មីចំណែកភ្លេងត្រូវផ្លាស់ប្ដូរបទតាមឆាករឿងដូចជាពេលកងោកចេញពងលើតុភ្លេងលេងចង្វាក់យឺតបង្អស់ពេលតួព្រានព្រៃចេញភ្លេងរោយ៉ាងញាប់គួរឲ្យរន្ធត់ដល់ពេលព្រានបាញ់ខុសភ្លេងលេងចង្វាក់ធម្មតាបាទយ៉ាងមិនដែរបងប្អូនមានពាក្យពិបាកច្រើនទេបាទសង្ឃឹមថាមានច្រើនប៉ុន្តែបងប្អូនអាចចំណាំពាក្យនឹងបានពេលលោកគ្រូអានណាតែសម្រាប់បងប្អូននៅខ្សោយអញ្ចឹងបងប្អូនលោកគ្រូលើកទឹកចិត្តឲ្យមើលម្ដងហើយម្ដងទៀតដើម្បីចេះអានពាក្យទាំងអស់ហ្នឹងណាកុំខ្ជិលណាតោះអញ្ចឹងយើងចូលមួយទៀតចំណុចសំណួរនេះលោកគ្រូដូចបានបង្ហាញបានប្រាប់ខាងលើអញ្ចឹងគឺអត់ធ្វើទេណាមាន3នេះគឺចឹងបងប្អូនអាចរៀនឆ្លើយខ្លួនឯងបាទនៅអត្ថបទយើងហ្នឹងគឺមានទាំងអស់ណាចម្លើយហ្នឹងតែអ្វីដែលលោកគ្រូនឹងធ្វើនៅពេលនេះគឺធ្វើលំហាត់3ចំណុចនេះបងប្អូនចឹងចំណុចកលោកគ្រូសំអានបន្តិចហើយបន្តិចទៀតលោកគ្រូបង្ហាញចម្លើយឲ្យបងប្អូនទាំងអស់គ្នាមើលលំហាត់កចូលស្រង់គុណនាមចង្អុលនៅក្នុងអត្ថបទខាងលើខចូលស្រង់នាមនិងកិរិយាឲ្យបាន5ពាក្យក្នុងមួយមុខបាទអញ្ចឹងកន្លែងនេះគេឲ្យយើងស្រង់នាមឲ្យបាន5ហើយកិរិយា5ណាចឹងទាំងអស់10បាទចំណុចគួរចូលរកពាក្យសូដូចនិងពាក្យគួរបាទពាក្យសូដូចនិងពាក្យគួរអញ្ចឹងគួរហ្នឹងយើងសេមិនខ្លះណា
ចឹងបងប្អូនអាចបងប្អូនធ្វើហើយកន្លែងហ្នឹងបើអត់តាន់ធ្វើទេរៀនធ្វើបន្តិចទៅហើយ stop វីដេអូហ្នឹងសិនហើយចាំធ្វើហើយចាំយើងមើលកំណែយើងទៅត្រូវឬខុសណាអូខេឥឡូវលោកគ្រូសង្ឃឹមថាបងប្អូនបានចុចហើយបាន stop ហើយបានធ្វើហើយអញ្ចឹងលោកគ្រូសូមបង្ហាញចម្លើយកខគហ្នឹងឲ្យបងប្អូនទាំងអស់គ្នាទៀងទាត់តើមើលទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាចម្លើយបាទកខគអញ្ចឹងតិចទេបាទដោយសារតែលំហាត់នេះគឺខ្លីៗហើយវាចម្លើយវាក៏ខ្លីដែរអញ្ចឹងមើលទៅឃើញតិចអញ្ចឹងយើងមើលចំណុចកគុណនាមចង្អុលក្នុងអត្ថបទខាងលើមានអញ្ចឹងនៅក្នុងហ្នឹងគ្រូឃើញមានតែពីរទេមានពាក្យនេះហើយនិងពាក្យនោះបាទអញ្ចឹងបងប្អូនមានឃើញពាក្យអីផ្សេងទៀតទាំងនេះទាំងនោះអីហ្នឹងអាហ្នឹងជាគុណនាមចង្អុលតែលោកគ្រូឃើញនៅជាមានតែពីរហ្នឹងទេលោកគ្រូរកទៅណាបាទតែអញ្ចឹងមានពីរនេះនោះចំណុចខស្រង់នាមនិងកិរិយាឲ្យបាន5ពាក្យក្នុងមួយមុខអញ្ចឹងនាមឲ្យបាន5កិរិយាបាន5អញ្ចឹងលោកគ្រូបានធ្វើហើយបាទអញ្ចឹងនេះគឺនាមយើងមើលនាមមុនគេអញ្ចឹងនាមមានពាក្យកងោកបាទកងោកឈ្មោះសត្វរបាំបាទសំលៀកបំពាក់ព្រានស្នាស្គរអញ្ចឹងលោកគ្រូដូចជាម៉ែនេះមើល1 2 3 4 5 6លើហើយបាទឲ្យរក5រកដល់6បាទតែអត់អីទេណាយើងនៅមានច្រើនទៀតបងប្អូនអាចមើលក្នុងអត្ថបទអំណាចយើងទៅឃើញណាបាទនាមនឹងស្រួលរកជាងគេណាបាទមួយទៀតកិរិយាអញ្ចឹងកិរិយាក៏ស្រួលដែរនាមកិរិយាហ្នឹងគឺយើងជួលចំណាំទេគឺសកម្មភាពតែថាលេងបាទលេងដើរបាទពាក់បាទវាយហើយនឹងលោតបាទអញ្ចឹងនៅក្នុងហ្នឹងគឺមានច្រើនជាងហ្នឹងបាទតែលោកគ្រូយកមកតែ5ហ្នឹងទេដោយសារគេឲ្យរក5តែឥឡូវនេះលើសមួយណា6បាទអាចដកបន្ទុកវិញតានៅមានច្រើននេះបងប្អូនណាបងប្អូនអាចមើលទៅក្នុងអត្ថបទយើងទៅឃើញហើយបាទពាក្យដែលបញ្ជាក់ពីសកម្មភាពហ្នឹងគឺគេហៅថាកិរិយាសព្ទហើយតែអញ្ចឹងចំណុចខលោកគ្រូសូមបញ្ចប់តែប៉ុណ្ណឹងយើងចូលមួយទៀតចំណុចគោណាចំណុចគោពាក្យសូដូចអញ្ចឹងពាក្យសូដូចគេឲ្យមិញគឺគេឲ្យរោមែនបាទពាក្យតែមួយគឺពាក្យគួរអញ្ចឹងយើងដាក់មកគួរមាន2សរសេរខុសគ្នាឥឡូវគោសអ៊ូរោអាក្រោមកសអ៊ូរោតោះឥឡូវយើងមើលថ្នាក់ពាក្យហើយនឹងអត្ថន័យវាខុសគ្នាមិនចឹងគួរស្រអ៊ូរនេះគុណនាមមានថាសំគប់អត់ទាស់បាទគួរតែថាគេច្រើននិយាយគួរសំគួរនឹងមានថាអ្វីដែលយើងត្រូវធ្វើអញ្ចឹងណាបាទដូចការសំពះការគ្រប់ចាស់ទុំយ៉ាងនេះលោកគ្រូខាងឧទាហរណ៍ណាបាទឲ្យបងប្អូនយល់អញ្ចឹងគួរនេះគឺគុណនាមសំគប់3អត់ទាស់អញ្ចឹងមានន័យថាអញ្ចឹងកស្រអ៊ូរអញ្ចឹងថ្នាក់ពាក្យវាគឺខុសពីឥឡូវគឺមានន័យថាថ្នាក់ពាក្យកិរិយាសព្ទសំទោសនាមអានមកចេញកិរិយាសព្ទនាមបាទនាមចឹងមានន័យថាសំណុំផ្លែបាទសំណុំផ្លែអញ្ចឹងគេថាគួស្រូវចឹងមកណាគួស្រូវមកគួពីគួចឹងមកណាបាទអញ្ចឹងចម្លើយគឺលោកគ្រូបានឆ្លើយហើយអញ្ចឹងអំណាចនេះដូចជាវែងតែលំហាត់ដូចតិចដល់ហើយបាទតែអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចូលចិត្តជួយចុច like ក៏ដូចជាចុច subscribe channel របស់លោកគ្រូដើម្បីទទួលបានមេរៀនថ្មីៗពេលលោកគ្រូផុសទៅណាអរគុណច្រើនសម្រាប់ការសិក្សារៀនសូត្រជាមួយគ្នាហើយយើងនឹងជួបគ្នាសារជាថ្មីនៅក្នុងអត្ថបទអំណាចថ្មីលើកក្រោយសុខសប្បាយ